ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែកំលៀងដោយថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូតាក់ទងទៅនឹង user management ចឹងមុននឹងឈានដល់ការវាយ comment មួយចំនួនតាក់ទងនឹង user management ដំបូងខ្ញុំសូមធ្វើការ SH ចូលទៅក្នុង server សិនចឹងមុននឹងឈានដល់ការ create user ខ្ញុំធ្វើការវាយ comment មួយចំនួនសិនដូចជា who am I ដើម្បី check ថា current user គឺជាណាគេបន្ទាប់មកយើងប្រើប្រាស់ comment pwd ដើម្បី check ថា current working directory របស់យើងនៅណាបន្ទាប់មកខ្ញុំសូមធ្វើការ add user មួយឈ្មោះថា John ខ្ញុំធ្វើការ /m ដើម្បី create home directory ឲ្យគាត់បន្ទាប់មក /s ដើម្បី add script ឲ្យគាត់បន្ទាប់មកខ្ញុំសូមធ្វើការ set password ទៅឲ្យ user ថ្មីបន្ទាប់មកខ្ញុំធ្វើការ switch ទៅកាន់ user ថ្មីដែលខ្ញុំទើបតែបង្កើតហ្នឹងប្រើ command su John ហើយខ្ញុំដាក់ password ដែលខ្ញុំបានវាបញ្ចូលមុនហ្នឹងបន្ទាប់មកយើងធ្វើការ print នៅ current working directory ដែលយើងនៅឥឡូវហ្នឹងខ្ញុំសូមធ្វើការ cd ទៅ home directory របស់គាត់បន្ទាប់មកធ្វើការ print working directory ជាយើងឃើញថាយើងនៅ /home /John បន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត folder ថ្មីមួយដែលប្រើ command making directory make dir បន្ទាប់មកឧទាហរណ៍ថា testing បន្ទាប់មកខ្ញុំធ្វើការប្រើ command ls ដើម្បី list នៅ folder ហ្នឹងឡើងវិញបន្ទាប់មកខ្ញុំសូមធ្វើការ switch ទៅកាន់ user ដើមវិញដោយប្រើ command su ហើយឈ្មោះនៃ user ដែលខ្ញុំមានស្រាប់តើមកខ្ញុំប្រើប្រាស់ command មួយដើម្បី list នៅ user ទាំងអស់គឺយើងធ្វើការ cat ហើយចូលទៅក្នុង folder etc/passwd ជានៅពេលហ្នឹងយើងនឹងឃើញនៅ list នៃ user ទាំងអស់នេះគឺជា user ដែលខ្ញុំបាន create ថ្មីមុនហ្នឹងគឺឈ្មោះថា John អញ្ចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ